អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីការប្រើ Pin app នៅលើ Android phone ឬមួយក៏ Guided access នៅលើប្រភេទទូរស័ព្ទ iPhone ហើយឥឡូវនេះខ្ញុំនៅលើទូរស័ព្ទ Android អញ្ចឹងការប្រើប្រាស់ Pin app គឺយើងចូលទៅកាន់ Settings បន្ទាប់មកយើង scroll ចុះមកក្រោមយើងយកពាក្យថា Security and Privacy បន្ទាប់មកយើងយកពាក្យថា More Security Settings យើង scroll ចុះមកក្រោមយើង turn on Pin app អញ្ចឹងយើងនឹងឃើញ instruction ដែលគេប្រាប់របៀបប្រើ Pin app ហ្នឹងហើយឥឡូវយើងសាកលបងបើកមើលវីដេអូ like for example ឥឡូវយើងចង់ lock ឲ្យម្នាក់ដែលគេខ្ចីទូរស័ព្ទយើងហ្នឹងគេមើលបានតែ YouTube ហ្នឹងមួយអត់អាចចេញទៅ app ផ្សេងទេអញ្ចឹងរបៀបធ្វើបែបហ្នឹងគឺយើងសម្រាប់ទូរស័ព្ទអានេះទៅតាមប្រភេទទូរស័ព្ទណាអញ្ចឹងយើងត្រូវមើល instruction ដែលគេបង្ហាញមុននឹងថាទូរស័ព្ទប្រភេទរបស់យើងតើគេ click មិនខ្លះអញ្ចឹងសម្រាប់ទូរស័ព្ទរបស់ខ្ញុំគឺគេធ្វើបែបនេះគឺគេ click នៅលើrecent option នេះណាមកទៀតអ្នកទាំងអស់គ្នា double click ទៅលើ YouTube icon ហ្នឹងបន្ទាប់មក click លើពាក្យ pin this app យើង click យក pin app and this is the instruction on how to unpin this app so guys this is how we pin an app on Android phone so if somebody borrows your phone and they want to check something else aside from what you want them to see like they want to secretly check something on your phone they cannot do that because we already pinned this app so they cannot escape from this app they cannot get out from this app they cannot go back to home they cannot clear this app they cannot do anything just only this app that they can accessចឹងដើម្បីយើងចេញពី app ហ្នឹងវិញយើង click នៅលើអានេះមួយតោះមកយើង click លើអានេះណាប៉ុន្តែយើង click at the same time like click these two at the same time see so you can get out អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះបាយបាយ